សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើញាំនំបញ្ចុកបំពងជាមួយនឹងបន្លែចម្រុះពណ៌ញាំមួយបែបនេះវាមានការពេញនិយមប្រើនៅក្នុងកម្មវិធីនានាមិនថាជាកម្មវិធីបុណ្យទានឬក៏កម្មវិធីជួបជុំទេអញ្ចឹងហើយបានជាពេលខ្លះគេហៅញាំនេះម្យ៉ាងទៀតថាជាញាំតុកកាសម្រាប់របៀបធ្វើហើយនឹងគ្រឿងផ្សំមានដូចជាមឹកស្រស់ចំនួន2ខាំមឹកនេះខ្ញុំយកវាមកសម្អាតឲ្យបានស្អាតសិនទៅដោយនៅផ្នែកក្បាលមឹកហ្នឹងខ្ញុំយកផ្នែករបស់មឹកចេញឲ្យបានស្អាតនៅកន្លែងហ្នឹងបើសិនជាយើងអត់បានសម្អាតវាអស់ទេពេលដែលយើងចម្អិនវានឹងមានចេញទឹកខ្មៅមកហើយបន្ទាប់មកទៀតមាត់របស់មឹកហ្នឹងក៏ខ្ញុំយកវាចេញអស់ដែរចំណែកឯនៅផ្នែកខ្លួនមឹកវិញខ្ញុំហូតយកទំនងថ្លាៗនៅខាងក្នុងនោះចេញអស់មកហើយបើសិនជាគ្រឿងក្នុងរបស់មឹកហ្នឹងអត់ទាន់សម្អាតចេញអស់ទេខ្ញុំយកវាចេញអស់តែម្ដងណាបន្តមកទៀតមានបង្គាស្រស់ចំនួន3ខាំបង្គានេះខ្ញុំយកវាមកបកសម្បកផ្នែកខាងក្រៅចេញអស់ទៅដោយខ្ញុំទុកតែផ្នែកកន្ទុយបន្តិចទេហើយសម្រាប់ក្បាលបង្គាហ្នឹងក៏ខ្ញុំយកវាចេញអស់ដែរណាបន្តមកទៀតខ្ញុំយកកូនកំបិតវះវាដោយថ្នមៗនៅតាមខ្នងបង្គាហ្នឹងមកដើម្បីងាយស្រួលហូតយកសរសៃខ្មៅៗហ្នឹងចេញអស់មកក្រោយពេលដែលបានសម្អាតរួចហើយខ្ញុំយកវាមកលាងទឹកតាមក្រោយទៀតណាខ្ញុំលាងវារាងចានទឹកច្រើនសាបន្តិចទៅដើម្បីឲ្យវាបានស្អាតល្អឲ្យវាអស់ក្លិនឆ្អាបពីព្រោះថាមឹកគឺជាប្រភេទគ្រឿងសមុទ្រមួយដែលវាមានក្លិនខ្លាំងណាហើយសម្រាប់បង្គាវិញក៏ដូចគ្នាដែរបងប្អូនខ្ញុំលាងវា2ភាសាទៅដើម្បីឲ្យវាបានស្អាតល្អហើយបងប្អូនមិនចាំបាច់បារម្ភថាយើងលាងវាអញ្ចឹងវាអស់ជាតិទេណាយើងត្រូវតែលាងវាស្អាតទើបម្ហូបដែលយើងធ្វើចេញមកវាអត់មានក្លិនឆ្អាបនៅផ្នែកសាច់ហ្នឹងខ្ញុំក៏មានប្រើសាច់ជ្រូក3ជាន់ចំនួន2ខាំផងដែរសម្រាប់ការធ្វើញាំអញ្ចឹងសាច់ជ្រូក3ជាន់គឺខ្ញុំប្រើទាំងស្បែកអញ្ចឹងហើយពេលលាងសម្អាតគឺខ្ញុំលាងទឹកវាបង្ហូរតិចៗអញ្ចឹងណារួចហើយខ្ញុំក៏ផ្នែកស្បែកវាហ្នឹងរហូតតតែវាបានស្អាតល្អចំពោះមកប្រើសម្រាប់យកមកធ្វើញាំតាមត្រឡប់ខ្ញុំអត់បេះវាចេញណាបងប្អូនខ្ញុំទុកឲ្យវានៅតែមូលអញ្ចឹងបន្តមកទៀតទើបខ្ញុំកាត់វាជាកង់ៗបែបនេះវិញហើយបងប្អូនក៏អាចបេះវានិងកាត់វាជាដុំៗវិញក៏បានដែរគ្រាន់តែថាបងប្អូនត្រូវកន់វាតិចៗសិនទៅដើម្បីឲ្យវាស្អាតនិងអត់កោងខ្មៅចូលគ្នាទាំងអស់នេះគឺជាគ្រឿងផ្សំនៅផ្នែកបន្លែដែលមានដូចជាជីគ្រប់មុខខ្ញុំប្រើចំនួនកន្លះខាំជីដែលខ្ញុំកំពុងតែបេះនេះគេហៅថាជីក្រសាំងទំហំឬជាទូទៅហៅថាជាជីពងទាកូនបន្ទាប់មកទៀតជីនេះគឺជាជីនឹងវងបងប្អូនហើយខ្ញុំក៏មានប្រើជីអង្ការបន្តិចផងដែរជីចុងក្រោយគេហ្នឹងគឺជីថ្ពាល់ត្រីឬក៏បងប្អូនមួយចំនួនហៅថាជាជីឆ្អាបស្ពៃក្តារពណ៌ស្វាយនេះទម្ងន់របស់វា1ខាំកន្លះខ្ញុំកាត់បណ្ដូលវាចេញសិនណាបន្ទាប់មកទៀតទើបខ្ញុំហាន់វាឲ្យបានស្ដើងនិងរាងតូចៗបន្តិចស្ពៃក្តារពណ៌ស្វាយនេះក្រោយពេលដែលហាន់ហើយខ្ញុំយកវាមកដាក់ត្រាំទឹកចោលបន្តិចសិនទៅប្រហែលជា15នាទីទៅកន្លះម៉ោងដើម្បីឲ្យវាចេញពណ៌ស្វាយមកកុំឲ្យពេលដែលយើងយកវាមកធ្វើញាំវាចេញពណ៌មកមើលទៅអត់សូវទំនងណាបងប្អូនស្ពៃក្តារពណ៌សនេះវិញទម្ងន់របស់វា1ខាំកន្លះដែរខ្ញុំហាន់វាបានស្ដើងដូចជាស្ពៃក្តារពណ៌ស្វាយដែរណាហើយបន្តមកទៀតខ្ញុំក៏មានប្រើម្ទេសខ្លោកចម្រុះពណ៌មានពណ៌ក្រហមពណ៌លឿងហើយនិងពណ៌បៃតងទម្ងន់របស់ម្ទេសខ្លោកទាំងអស់ហ្នឹង2ខាំណាហើយសម្រាប់ម្ទេសខ្លោកនោះដែរគឺខ្ញុំហាន់វាបានស្ដើងបន្តិចទៅដើម្បីឲ្យពេលដែលយើងយកវាទៅធ្វើញាំវាឆាប់ចូលជាតិណាបន្តមកទៀតខ្ញុំមានប្រើការ៉ុតបន្តិចផងដែរទម្ងន់របស់វា1ខាំការ៉ុតនេះខ្ញុំហាន់វាជាបន្ទះសិនរួចហើយទើបខ្ញុំហាន់វាជាសរសៃតូចៗបែបនេះហើយសម្រាប់ការធ្វើញាំនេះខ្ញុំក៏មានប្រើទឹកសក់អបន្តិចផងដែរប្រហែលជា1ខាំកន្លះបងប្អូនទឹកសក់អទាំងអស់ហ្នឹងខ្ញុំយកវាមកហាន់បញ្ឆិតយើងស្ដើងបន្តិចទៅឥឡូវនេះងាកមកមើលស្ពៃក្តោបពណ៌ស្វាយដែលខ្ញុំបានដាក់ត្រាំទឹកចោលឃើញថាទឹកត្រាំវាឡើងពណ៌ស្វាយព្រឿងណាតែប៉ុណ្ណឹងយើងអាចស្រង់វាចេញបានណាបងប្អូនខ្ញុំស្រង់វាចេញរួចហើយខ្ញុំទុកវាមួយឡែកសិនទៅដើម្បីឲ្យវាស្រក់ទឹកអស់សិនទើបខ្ញុំយកវាមកប្រើការស្លឹកខ្ទឹមនេះវិញទម្ងន់របស់វា25ក្រាមខ្ញុំប្រើសម្រាប់បំបត្តិក្លិនរបស់សាច់នៅផ្នែកគល់ខ្ញុំដំវាតិចទៅដើម្បីវាចេញក្លិនមករួចហើយទើបខ្ញុំកាត់វាឲ្យបានខ្លីបន្តិចណាសម្រាប់ការបំបត្តិក្លិនសាច់នេះខ្ញុំក៏មានប្រើខ្ញីបន្តិចផងដែរខ្ញីហ្នឹងក៏ខ្ញុំដំវាឲ្យបានទូតិចដែរដើម្បីឲ្យវាចេញក្លិនឈ្ងុយមកបន្តមកទៀតខ្ញុំក៏មានប្រើក្រូចឆ្មាចំនួន3ផ្លែផងដែរក្រូចឆ្មានេះខ្ញុំយកវាមកពុះឲ្យបានតូចបន្តិចសិនទៅរួចហើយខ្ញុំឆ្កឹះយកគ្រាប់វាចេញអស់ទៅណាដើម្បីងាយស្រួលចាំបាច់យកទឹកវាមកប្រើការសម្រាប់រសជាតិជូររបស់ក្រូចឆ្មាបងប្អូនវាជូរអត់ដូចគ្នាវាអាស្រ័យទៅលើប្រភេទក្រូចឆ្មាដែលបងប្អូនប្រើហើយសម្រាប់ក្រូចឆ្មាដែលខ្ញុំប្រើនេះគឺជាប្រភេទក្រូចឆ្មាខ្មែរយើងណាវាមានរសជាតិរាងជូរដិតបន្តិចខ្ទឹមសខ្ញុំប្រើចំនួន1មើមតូចល្មមប្រហែលជា6ទៅ7កំពឹសហើយម្ទេសដៃនាងខ្ញុំប្រើចំនួន25ក្រាមម្ទេសដៃនាងនេះដែរបើសិនជាបងប្អូនអត់សូវប្រកែករសជាតិហឹរបងប្អូនមិនចាំបាច់ដាក់វាក៏បានដែរហើយចំពោះខ្ទឹមក្រហមវិញខ្ញុំប្រើចំនួន25ក្រាមណាខ្ទឹមសម្ទេសដៃនាងហើយនិងខ្ទឹមក្រហមហ្នឹងខ្ញុំយកវាមកបុកបញ្ចូលគ្នាឲ្យបានបាយតិចណាខ្ទឹមសម្ទេសដៃនាងហើយនិងខ្ទឹមក្រហមដែលបានបុកហើយនេះខ្ញុំយកវាមកលាយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតសម្រាប់ធ្វើជាទឹកត្រីញាំដែលមានដូចជាស្ករអំពៅចំនួន3ស្លាបព្រាបាយស្ករអំពៅនេះបើសិនជាបងប្អូនអត់មានបងប្អូនអាចប្រើជាស្ករសយើងធម្មតាវិញក៏បានដែរបន្ទាប់មកទៀតមានម្សៅស៊ុបចំនួនកន្លះស្លាបព្រាបាយទឹកត្រីខ្ញុំប្រើចំនួន2ស្លាបព្រាបាយពេញហើយបន្ទាប់មកទៀតហ្នឹងខ្ញុំមានប្រើទឹកក្រូចឆ្មាចំនួន2ស្លាបព្រាបាយផងដែរ ក
ក្រោយពេលដាក់គ្រឿងផ្សំទាំងអស់ចូលហើយខ្ញុំកូរឲ្យស្ករសហើយនិងម្សៅស៊ុបហ្នឹងវាបានរលាយអស់សិនណាហើយរសជាតិរបស់ទឹកត្រីញោមនេះវាគួរតែមានរសជាតិជូរប្រៃផ្អែមយើងដិតបន្តិចនោះពេលដែលយើងយកវាមកលាយជាមួយនឹងបន្លែសាច់រសជាតិរបស់វានឹងប្រែទៅជារាងស្រាលជាងមុនណាឥឡូវនេះខ្ញុំចាប់ដើមដាំទឹកដើម្បីដាក់ស្ងោរសាច់ជ្រូក3ជាន់ពេលដាក់ស្ងោរសាច់ជ្រូក3ជាន់ហ្នឹងខ្ញុំមានបង់បន្ថែមខ្ញីហើយនិងស្លឹកខ្ទឹមណារួចហើយខ្ញុំក៏មានប្រើម្សៅស៊ុបចំនួនកន្លះស្លាបព្រាបាយផងដែរដើម្បីឲ្យសាច់ជ្រូក3ជាន់ដែលស្ងោរចេញមកវាមានជាតិតិចតិចណារយៈពេលដាក់ស្ងោរសាច់ជ្រូក3ជាន់នេះខ្ញុំប្រើពេលប្រហែលជា20នាទីដោយប្រើកម្រិតភ្លើងមធ្យមសាច់ជ្រូក3ជាន់នេះបើសិនជាបងប្អូនចង់ស្ងោរឲ្យវាឆាប់ឆ្អិនបងប្អូនអាចជាវារៀងស្ដើងជាងនេះបន្តិច2ទៅ3ដងទៅការដែលស្ងោរវាទាំងដុំធំៗដូចខ្ញុំអញ្ចឹងវាចំណាយពេលរៀងយូរបន្តិចណាឥឡូវនេះសាច់ជ្រូក3ជាន់ដែលខ្ញុំបានស្ងោរហ្នឹងវាបានឆ្អិនហើយក៏ប៉ុន្តែមុននឹងស្រង់វាចេញខ្ញុំយកសមកចាក់មើលដើម្បីឲ្យប្រកាសថាសាច់ជ្រូក3ជាន់ដែលខ្ញុំស្ងោរនេះវាបានឆ្អិនដល់ខាងក្នុងណាបើសិនជាដកសមចេញមកហើយឃើញថានៅមានឈាមតិចតិចនោះវាអត់ទាន់ឆ្អិនទេអញ្ចឹងហើយយើងត្រូវតែដាក់ស្ងោរវាថែមទៀតរហូតទាល់តែវាបានឆ្អិនល្អចំពោះទឹកស្ងោរសាច់ជ្រូក3ជាន់ដែលនៅសល់គឺខ្ញុំប្រើសម្រាប់ដាក់ស្រុះបង្គានេះយើងអត់ចំណាយពេលយូរក្នុងការស្រុះវាបងប្អូនមើលទៅថាវាប្រែទៅជាពណ៌រាងក្រហមហើយសាច់បង្គាប្រែទៅជាសឡែងថ្លាទៀតហ្នឹងមានន័យថាវាឆ្អិនល្មមហើយយើងស្រង់វាចេញភ្លាមៗណាបងប្អូនដើម្បីកុំឲ្យវាឆ្អិនជ្រុលក្រោយពីបានស្រុះបង្គារួចហើយខ្ញុំដាក់មឹកស្រុះបន្តទៀតចំពោះការស្រុះមឹកហ្នឹងគឺយើងស្រុះវាទាំងមួយពុះទេបងប្អូនយើងអត់គួរស្រុះវាយូរទេវាអាចធ្វើឲ្យមឹកហ្នឹងឆ្អិនជ្រុលសាច់របស់វាប្រែទៅជាស្វិតវាអត់សូវឆ្ងាញ់ណាសាច់ជ្រូក3ជាន់ដែលបានស្ងោរហើយនេះដល់ពេលដែលវាចុះត្រជាក់ហើយទើបខ្ញុំយកវាមកហាន់ឲ្យបានតូចៗបន្តិចណាសម្រាប់ការធ្វើញាំតាមទម្លាប់របស់ខ្ញុំហាន់សាច់ជ្រូក3ជាន់នេះជាចង្វាមូលបែបនេះហើយបងប្អូនខ្លះគាត់ហាន់វាជាបន្ទះរាងស្ដើងបន្តិចនិយាយរួមទៅបងប្អូនអាចហាន់វាយ៉ាងម៉េចក៏បានដែរទៅតាមទម្លាប់របស់បងប្អូនណាគ្រឿងផ្សំបន្តមកទៀតមានសណ្តែកដីលីងចំនួនកន្លះខាំសណ្តែកដីលីងនេះខ្ញុំយកវាមកបុកឲ្យបានបាយតិចៗទៅហើយយើងមិនចាំបាច់បុកវាឲ្យម៉ត់ពេកទេយើងបុកវាឲ្យវានៅរាងដុំៗតិចៗណានេះគឺជានំបញ្ចុកក្រៀមសម្រាប់យកមកបំពងទម្ងន់របស់វា1ខាំកន្លះចំពោះការបំពងនំបញ្ចុកជាដំបូងគឺខ្ញុំដាក់ប្រេងឆាឲ្យបានក្តៅសិនណាហើយមុននឹងបំពងនំបញ្ចុកខ្ញុំធ្វើតេស្តមើលសិនដែលខ្ញុំដាក់វាបន្តិចចូលទៅក្នុងប្រេងទៅបើសិនជាវារីកនឹងអណ្ដែតមកលើភ្លាមមានន័យថាប្រេងហ្នឹងក្តៅមកល្មមប្រើហើយការបំពងនំបញ្ចុកក្រៀមនេះគឺយើងត្រូវប្រើភ្លើងដែលតូចបំផុតហើយយើងគួរដាក់វាចូលម្ដងបន្តិចបានហើយពេលដែលវារីកភ្លាមយើងត្រូវត្រឡប់វាទៅម្ខាងទៀតភ្លាមហើយមើលទៅថាវារីកអស់ហើយយើងត្រូវតែប្រញាប់ស្រង់វាចេញភ្លាមកុំឲ្យវាខ្លោចទាន់ណានំបញ្ចុកបំពងនេះក្រោយពេលដែលស្រង់ចេញពីប្រេងហើយយើងគួរដាក់វានៅក្នុងកញ្ច្រែងឲ្យស្លាក់ប្រេងអស់សិនចាំយើងយកវាមកប្រើការហើយឥឡូវនេះបងប្អូនគ្រឿងផ្សំនៅផ្នែកបន្លែសាច់ព្រមទាំងនំបញ្ចុកបំពងហ្នឹងគឺខ្ញុំបានត្រៀមរួចរាល់ហើយណាខ្ញុំចាប់ដើមយកសាច់មកលាយជាមួយនឹងទឹកត្រីញ៉ាំមុនគេដល់ខ្ញុំច្បល់សាច់និងទឹកត្រីហ្នឹងមកស្ទុះទៅដើម្បីឲ្យសាច់ហ្នឹងវាបានចូលជាតិជាមួយនឹងគ្រឿងផ្សំទាំងអស់ហ្នឹងបានល្អនៅពេលដែលសាច់ចូលជាតិជាមួយនឹងគ្រឿងផ្សំហើយទើបខ្ញុំដាក់ស្ពៃក្តៅពណ៌ស្វាយស្ពៃក្តៅពណ៌សការ៉ុតម្ទេសផ្លោកហើយនិងត្រសក់ចូលសម្រាប់ជីគ្រប់មុខខ្ញុំអត់ទាន់ដាក់ចូលទេខ្ញុំទុកវាដាក់តាមក្រោយទៀតណារួចហើយខ្ញុំច្បល់បន្លែសាច់ហ្នឹងមកស្ទុះទៀតទៅដោយថ្នមរហូតតតែបន្លែទាំងអស់នេះវារាងទ្រមជាងមុនបន្តិចហើយនេះបងប្អូនបន្លែទាំងអស់ហ្នឹងក្រោយពេលដែលច្បល់បានមកស្ទុះទៅឃើញថាវាចូលទឹកច្រើនជាងមុនណាហើយបន្លែហ្នឹងក៏វារាងទន់ជាងមុនដែរបន្ទាប់មកទៀតទើបខ្ញុំដាក់ជីគ្រប់មុខចូលណាហើយសម្រាប់ជីគ្រប់មុខនេះខ្ញុំគ្រាន់តែច្បល់វាដោយថ្នមមកស្ទុះទៅឲ្យវាចូលគ្នាបានស្មើសពទៅបានទេណាហើយចំពោះសណ្តែកដីលីងដែលបានបុកហើយនេះគឺខ្ញុំទុកដាក់វាក្រោយគេក៏ប៉ុន្តែខ្ញុំអត់ដាក់វាទាំងអស់ហើយខ្ញុំទុកវាបន្តិចទៅទុកសម្រាប់រោយបន្ថែមពីលើញាំក្រោយពេលដាក់ចូលទៅក្នុងចានហើយណានំបញ្ចុកក្រៀមដែលបានបំពងហើយនេះតតែពេលរៀបញ៉ាំទៅគេយកវាមកលាយជាមួយនឹងញាំណាហើយជាទូទៅគឺគេកម្រលាយវាទុកមុនណាបងប្អូនពីព្រោះថានំបញ្ចុកបំពងនេះនៅពេលដែលវាត្រូវទឹកញាំវានឹងតែជាទន់ហើយអញ្ចឹងហើយតតែពេលគេញ៉ាំទៅគេលាយវាភ្លាមហើយគេញ៉ាំវាតែម្ដងនំបញ្ចុកបំពងនេះដែរមុននឹងចាប់ដាក់ចានគឺខ្ញុំច្បាច់ឲ្យវាបែកតូចបន្តិចសិនទៅដើម្បីកុំឲ្យវារញ៉េញ៉ៃពេកណាហើយជាទូទៅនំបញ្ចុកបំពងនេះយើងគួរដាក់វាមុននៅបាតចានអញ្ចឹងណាបងប្អូនក្រោយពេលដែលដាក់ហើយចាំយើងដាក់ញាំដែលបានលាយហើយពីលើហើយចុងក្រោយគេចាំដាក់សណ្តែកដីលីងណាហើយតែប៉ុណ្ណេះហើយញាំនំបញ្ចុកបំពងជាមួយនឹងបន្លែចម្រុះឬក៏ហៅម្យ៉ាងទៀតថាញាំតុកកានឹងបានធ្វើរួចរាល់ហើយសូមអរគុណច្រើនសម្រាប់ការទស្សនាក៏ដូចជាការគាំទ្រហើយជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត